សួស្តីអ្នកទាំងអស់គ្នាវីដេអូមួយនេះខ្ញុំនឹងបង្ហាញពីរបៀបដំឡើងនិងបន្ថយពន្លឺនៅក្នុងកុំព្យូទ័ររបស់ខ្ញុំនេះខ្ញុំប្រើ Windows 11ប៉ុន្តែដូចជាអ្នកគ្នាប្រើ Windows ផ្សេងក៏អាចមើលវិធីសាស្ត្រនៅក្នុងវីដេអូមួយបានផងដែរអញ្ចឹងជំហានដំបូងយើងត្រូវចូលទៅកាន់ Setting អ្នកគ្នាចុច Search មក Search ទៅកាន់ Setting នេះ Setting ចុចលើហ្នឹងមកនេះ Setting មកខ្ញុំចេញហើយចង់ឲ្យយើងចុចនេះហើយយើងចូលមកកាន់ System ហើយអ្នកនរគ្នាចូលទៅកាន់ Display ហើយអ្នកនរគ្នានឹងឃើញកន្លែងផ្លាស់ប្ដូរពន្លឺគឺនៅលើគេនេះមកមានវា brightness អ្នកនរគ្នាអាចបន្តឲ្យតាមនឹងបានប៉ុន្តែនៅពេលដែលយើងប្រើ Windows 10ឬក៏ Windows អីផ្សេងវាអាចកន្លែងឬក៏ Windows ចាស់អញ្ចឹងការផ្លាស់ប្ដូរពន្លឺនោះវាអាចនៅកន្លែងផ្សេងគ្នាប៉ុន្តែវាមិនមែនជាបញ្ហាទេវិធីសាស្ត្រមួយទៀតបើសិនជាយើងចូលមកកាន់ Home ភ្លាមអ្នកនរគ្នាអត់ចង់ចុចច្រើនតង់អាច search កន្លែងនេះតែម្ដងក៏បានដែរអ្នកគ្នា search មក brightness ហើយតែ BRI ក៏ចេញដែរអ្នក change brightness of the built-in display ចុចកន្លែងហ្នឹងមកវានឹងនាំយើងមកកាន់កន្លែងហ្នឹងដូចគ្នាហើយនៅវិធីសាស្ត្រចុងក្រោយគឺជាវិធីសាស្ត្រដែលយើងអាចប្រើទូទៅហើយងាយស្រួលបំផុតហ្នឹងឥឡូវខ្ញុំបិទអានេះសិនតើគ្នាចុចកន្លែង search មកនេះ search ខាងក្រោមយើង search ពាក្យ brightness BOI តើគ្នាពេលតែ BOI គឺអានេះចេញតែម្ដងនេះ change brightness level តើគ្នាចុចមកនេះវានឹងនាំយើងមកកាន់កន្លែងផ្លាស់ប្ដូរពន្លឺនេះដូចគ្នាអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអរគុណ